សួស្តីហ្វានៗទាំងអស់គ្នាថ្ងៃនេះចាញ់សម្លេងប៉ិតដែរពួកបានធ្វើមតិស្ទងរួចគឺឃើញថាមានហ្វានរបស់យើងមួយចំនួនគឺគាត់គាំទ្រខ្ញុំចាញ់សម្លេងប៉ិតអញ្ចឹងដើម្បីកុំឲ្យវិញឆ្ងាយយើងចូលមកកាន់សាច់រឿងរបស់យើងគឺយើងឃើញថាដៃនេះឥឡូវគឺគាត់កំពុងនៅជាមួយ Demon ហើយ Demon គឺបានយកសាច់គោស្រស់ៗជាច្រើនដើម្បីមកអាំងឲ្យដៃនេះរបស់យើងគឺគាត់បរិភោគពីព្រោះ Demon ដឹងថាដៃនេះគឺគាត់ត្រូវការអាហារជាច្រើនដើម្បីបង្កើនថាមពលពីនោះ Demon ក៏បាននិយាយថាពិតជាគួរសោកស្ដាយខ្លាំងមែនទែនដែលមានគ្រូបង្វឹកល្អសម្រាប់ដៃនេះហើយដៃនេះក៏បានតបទៅកាន់ Demon ថាមិនចាំបាច់គ្រូបង្វឹកអីទេពីព្រោះថាអ្នកប្រយុទ្ធពីបុរាណគឺមិនត្រូវការគ្រូបង្វឹកអីនោះទេក៏ប៉ុន្តែនេះគ្រាន់តែជាការគិតរបស់គាត់ក្នុងចិត្តតែប៉ុណ្ណឹងឯងក៏ប៉ុន្តែដោយឡែកយើងឃើញថា Demon នេះគឺគាត់បានចាប់អារម្មណ៍ទៅលើការបរិភោគអាហាររបស់ដៃនេះទៅវិញគាត់គិតថាដៃនេះគឺមិនមែនជាមនុស្សធម្មតានោះទេសូម្បីតែការបរិភោគអាហាររបស់គាត់ក៏មើលទៅដូចជាមានរបៀបខ្លាំងណាស់ដែរហើយ Demon ក៏បាននិយាយបន្តទៅកាន់ដៃនេះថាគាត់ចង់ឲ្យដៃនេះស្ថិតនៅទីនេះហើយដើម្បីហាត់ជាមួយនឹងគ្រូថ្មីល្អហើយដៃនេះនៅពេលដែលឮ Demon និយាយដូច្នេះគឺគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងគាត់គិតក្នុងចិត្តយេបានសប្បាយហើយមែនទៅប៉ុន្តែទន្ទឹមនឹងការយកចិត្តទុកដាក់បែបនេះគឺ Demon បានមានគោលបំណងមួយគឺគាត់ចង់ឲ្យដៃនេះនឹងគឺនៅក្នុងក្រុមរបស់គាត់ពីព្រោះគាត់ដឹងថាអនាគតទៅគឺដៃនេះគឺពិតជាមានផលប្រយោជន៍ចំពោះខ្លាំងមែនទែនហើយដៃនេះគឺគាត់មិនពេញចិត្តត្រង់ចំណុចមួយគឺគាត់ឃើញថា Demon ដូចជាមនុស្សញៀនកឆាយ៉ាងចឹងឯងពីព្រោះកំពង់កឆាគឺជាប់គាត់រហូតហើយតាមពិតខ្ញុំចង់បញ្ជាក់ថា Demon នឹងគឺជាអ្នកវិតមន្តកម្រិត2នៅក្នុងសាច់រឿងរបស់យើងដៃនេះក៏ដឹងថា Demon គឺជាអ្នកវិតមន្តកម្រិត2ណាស់ដែរហើយគាត់ធ្វើដូចជាមិនដឹងបានត្រឹមតែគិតក្នុងចិត្តហើយគាត់សម្ដែងការគោរពចំពោះ Demon របស់យើងសាច់រឿងរបស់យើងឃើញថាលើការប្រយុទ្ធរបស់ខ្លួនដែលគេចាប់ផ្ដើមវឹកហាត់យ៉ាងខ្លាំងនៅពេលដែលគេចាប់ផ្ដើមវឹកហាត់នេះគឺដៃនេះរបស់យើងបាននឹកឃើញទៅដល់រឿងរ៉ាវអតីតកាលមួយក៏ប៉ុន្តែនៅពេលដែលគេកំពុងតែគិតនឹងឃើញថាមានបារម្ភអ្នកដែលមានឈ្មោះថា Grand គឺជាអ្នកខ្លាំងមួយដែរនៅក្នុងមណ្ឌលនឹងហើយ Grand ក៏មានកម្រិតខ្លាំងប្រហាក់ប្រហែលជាមួយនឹង Demon ដែរពួកគេទាំងពីរនាក់នេះគឺមានសមត្ថភាពប្រហាក់ប្រហែលគ្នាក្នុងជីវិតមុនគឺឃើញថាដៃនេះគឺគាត់បានឆ្លងកាត់កម្រិត2ប៉ុន្តែនៅក្នុងជីវិតនេះគឺគាត់ត្រូវតែធ្វើឲ្យបានធ្វើម៉េចគឺគាត់ត្រូវតែឆ្លងកាត់កម្រិត2នេះដោយប្រើរយៈពេលត្រឹមតែ6ថ្ងៃឆ្លងកាត់ការវឹកហាត់អស់រយៈពេលប្រហែលថ្ងៃក្រោយមកយើងឃើញថាគាត់ចាប់ផ្ដើមមានភាពរហ័សរហួនជាងមុនក៏ប៉ុន្តែអ្វីដែលគាត់ស្វែងយល់ត្រង់ជីវិតនេះគឺគាត់ថានៅក្នុងជីវិតមុនកំហុសរបស់គាត់មួយគឺគាត់ផ្ដោតទៅលើការញ៉ាំនិងធ្វើឲ្យរាងកាយរបស់គាត់កាន់តែធំប៉ុន្តែរូបរាងកាយធំពេករបស់គាត់បានធ្វើទៅជាបញ្ហាសម្រាប់ខ្លួនគាត់វិញពីព្រោះគាត់មិនអាចបំបែករាងកាយវិតមុនជាមួយនឹងរូបរាងកាយរបស់គាត់បានទេនៅពេលនេះគឺគាត់មិនចាំបាច់ធ្វើឲ្យរាងកាយរបស់គាត់ធំនោះទេគាត់បានយល់ត្រង់ចំណុចហ្នឹងនៅពេលដែលគាត់ចាប់ផ្ដើមហាត់យើងឃើញថាពួកទាហានដែលនៅក្បែរហ្នឹងគឺអត់មានហ៊ានជាមួយគាត់នោះទេគឺពួកគេចាប់ផ្ដើមភ័យខ្លាចជាមួយគាត់គ្រប់គ្នាគេគិតថាចោលបែកនេះក៏ប្រកែកខ្លាំងសម្បើមអើយមើលទៅពិតជាគួរខ្លាចខ្លាំងមែនទែនស្រាប់តែពេលនោះគឺយើងឃើញថាក្រាននឹងក៏បានដើរមកដល់ក្រានបានប្រាប់ដៃនេះរបស់យើងថាឲ្យចូលទៅរវត្តក៏ប៉ុន្តែដៃនេះរបស់យើងគឺបានចាប់អារម្មណ៍ទៅលើដាវរបស់ក្រានឃើញថាដាវនេះពិតជាស្អាតមែនទែនតែមិនយកបានណាហើយក្រានក៏បានចាប់ផ្ដើមឲ្យអ្នកយាមនឹងបើកទ្វារដើម្បីនាំដៃនេះរបស់យើងចូលទៅក្នុងបន្ទប់ហ្នឹងក៏ប៉ុន្តែដៃនេះរបស់យើងគឺគាត់មិនខ្វល់ជាមួយអីទាំងអស់ពេលដែលគាត់ចូលទៅដល់ក្នុងឃើញថារបស់របរចាស់ទាំងអស់ហ្នឹងគឺមិនសមនឹងគាត់ទេហើយដាវទាំងអស់នោះក៏មិនសមនឹងគាត់ដែរអ្វីដែលគាត់ចាប់អារម្មណ៍ទៅលើដាវរបស់ក្រែនគាត់ក៏បាននិយាយទៅកាន់ក្រែនថាលពូក្រែនណាខ្ញុំពិតជាចាប់អារម្មណ៍ជាមួយដាវលពូពិតជាអស្ចារ្យខ្លាំងមែនទែនក្រែននៅពេលដែលលើដូចនេះគឺគាត់ចាប់ដើមដកដាវរបស់គាត់ក៏ប៉ុន្តែអានេះគ្រាន់តែជាការចាក់ចែករបស់ដៃនេះតែប៉ុណ្្នឹងឯងគឺដៃនេះចង់បានដាវពីក្រែនហ្នឹងឯងហើយក្រែននៅពេលដែលលើដូចនេះគឺដូចជាសប្បាយចិត្តបន្តិចក៏ប៉ុន្តែដៃនេះរបស់យើងដឹងថាមុនពេលដែលធ្វើដាវគឺត្រូវការបូជាជីវិតច្រើនណាស់ហើយគាត់បាននិយាយទៅកាន់ក្រែនថាដាវនេះប្រហែលជាបូជាជីវិតច្រើនខ្លាំងណាស់ហើយមើលទៅដើម្បីបានដាវមួយនឹងពេលដែលលើដូចនេះយើងឃើញថាក្រែនគឺចាប់ផ្ដើមខឹងទៅលើដៃនេះយ៉ាងខ្លាំងហើយអ្នកយាមទ្វារក៏បានចាប់ផ្ដើមលឺសំឡេងបកាយរបស់គេទាំងពីរនាក់នៅពេលនោះដែរគឺពួកគេបានចាប់ផ្ដើមធ្វើការប្រយុទ្ធគ្នាហើយដៃនេះបាននិយាយទៅកាន់ក្រែនថាបើសិនជាលពូប្រយុទ្ធឈ្នះខ្ញុំលពូអាចសម្លាប់ខ្ញុំចោលបានគ្រាន់តែលឺបែបនឹងភ្លាមក្រែនចាប់ផ្ដើមខឹងយ៉ាងខ្លាំងហើយអ្នកយាមទ្វារបានស្ដាប់ឮថាអូយចប់ហើយដៃនេះប្រកាសជាចប់ដោយសាររបស់ស្នាដៃរបស់ក្រែនហើយអ្នកបំរើបែបនៅទីហ្នឹងក៏ភ័យដែរស្រាប់តែឃើញថានៅពេលនោះគឺយើងឃើញថាដៃនេះបានចាប់ផ្ដើមចេញមកក្រៅជាមួយនឹងដាវកាន់ដូចជាមានសភាពគួរឲ្យកំសត់ខ្លាំងមែនទែនហើយអ្នកបំរើជាមួយនឹងអ្នកយាមទ្វារបាននឹងគ្នានិយាយខ្សឹបខ្សៀងថាដៃនេះពិតជាគួរអាណិតខ្លាំងមែនទែនត្រូវបានពូក្រែននឹងវាយក៏ខ្ទេចខ្ទីមើលទៅមុខចុះពិតជាគួរអាណិតហើយដៃនេះបានធ្វើដំណើរបន្តមកមុខទៀតយើងឃើញថាអ្នកបម្រើនៅកន្លែងហ្នឹងក៏ចាប់ផ្ដើមនិយាយដូចជាអ្នកបម្រើមុនយ៉ាងចឹងឯងក៏ប៉ុន្តែចង់ដឹងថាការពិតទៅជាយ៉ាងណាកុំភ្លេចតាមដានបន្តទៀត
កលែងមកកាន់ឌីមុនណាវិញគឺគាត់ចាប់ផ្ដើមពិភាក្សាជាមួយនឹងអ្នកបម្រើរបស់គាត់ហើយអ្នកបម្រើរបស់គាត់ក៏បាននិយាយទៅកាន់ឌីមុនថារឿងរ៉ាវគ្រប់បែបយ៉ាងគឺបានរៀបចំរួចស្រេចបាត់ហើយរងចាំតែវិជាមិននឹងឯងហើយឌីមុនក៏បានតបទៅកាន់អ្នកបម្រើថាតើបានចាប់មនុស្សពីតំបន់វុននឹងដើម្បីធ្វើពិធីបូជាអស់ហើយឬនៅហើយអ្នកបម្រើក៏បាននិយាយថាចាប់អស់ហើយនៅពេលនេះដែរគឺឌីមុនបានចាប់ផ្ដើមឲ្យអ្នកបម្រើធ្វើការចាក់ចេញទៅហើយគេបានអង្គុយសញ្ជឹងគិតទៅលើដៃនេះថាដៃនេះតើពិតជាក្រតកូលដែលកើតចេញពីគ្រួសារមួយដែលជាអ្នកចម្បាំងយ៉ាងពិតប្រាកដឬក៏យ៉ាងម៉េចគេបានចាប់ផ្ដើមគិតត្រង់ចំណុចហ្នឹងគឺមានអារម្មណ៍ដូចជាភ័យបន្តិចនៅពេលដែលគេធ្វើរឿងនេះមិនបានជោគជ័យទេគេគឺប្រកាសជាស្លាប់ជាមិនខានឡើយពីព្រោះថាអ្នកគ្រប់គ្រងនៅលើគឺមិនពេញចិត្តគេនោះទេក៏ប៉ុន្តែគេបានចាប់ផ្ដើមគិតទៅលើរឿងរ៉ាវគ្រប់បែបយ៉ាងដែលគេបានជួបដៃនេះតាំងពីការញ៉ាំអាហារតាំងពីកម្លាំងដែលគេអាចយកឈ្នះជាមួយនឹងកូនចៅរបស់គេបានគេគិតថាមនុស្សសាមញ្ញធម្មតាមិនអាចធ្វើរឿងបែបហ្នឹងបាននោះទេទោះបីជាមនុស្សនឹងប្រកែមិនក៏ដោយហើយការសង្ស័យដែលនៅសល់គឺត្រូវបានបញ្ជាក់បន្ថែមដោយសក់នឹងភ្នែកពណ៌ខ្មៅរបស់ដៃនេះហ្នឹងឯងគេគិតថាប្រកាសជា 100% ហើយយើងឃើញថាឌីមុនចាប់ផ្ដើមគេងនៅលើក្រែរបស់គាត់នៅពេលដែលគាត់បានគេងលើក្រែរបស់គាត់ដូចជាមានអ្វីម្យ៉ាងមករំខានគាត់ហើយគាត់បានចាប់ផ្ដើមងើបពីដំណេកគាត់បាននិយាយថាអ្នកណាគេចាំមករំខានគាត់ពេលនោះយើងឃើញថាដៃនេះបានយកកបិតដែលគាត់បានពីក្រែហ្នឹងមកចាក់ទៅលើឌីមុនបណ្ដាលឲ្យឌីមុនស្លាប់បាត់ទៅហើយក៏បានសាយឌីមុនដាក់លើនឹងអ្នកបម្រើនៅពេលដែលឃើញឌីមុនស្លាប់នោះគឺភ័យយ៉ាងខ្លាំងហើយរីការទៅកាន់អ្នកត្រួតពិនិត្យសាកសពនៅរាជវាំងដើម្បីមកធ្វើការត្រួតពិនិត្យពួកគេបានត្រួតពិនិត្យឃើញថាឌីមុនគឺមានធម៌ពលខ្មៅនៅក្នុងខ្លួនរបស់គាត់ហើយពួកគេបានចាប់ផ្ដើមធ្វើការពិភាក្សាគ្នានឹងរកពីអ្នកដែលបានសម្លាប់ឌីមុនហ្នឹងឯងហើយបរមអ្នកនេះក៏គាត់មានឈ្មោះថាចៃអានគឺគាត់នៅពេលដែលឃើញសាកសពរបស់ឌីមុនគឺមានអារម្មណ៍ថាមូលហេតុអីបានជាសាកសពរបស់គេដូចជាស្លាប់ច្រើនសប្តាហ៍បែបនេះមើលទៅដូចជាចម្លែកខ្លាំងណាស់ក៏ប៉ុន្តែយើងដឹងថាអ្នកដែលប្រព្រឹត្តវេទមន្តខ្មៅគឺសាកសពងាយរលួយអញ្ចឹងឯងនៅពេលនោះចៃអានគឺចាប់ផ្ដើមឃើញដាវរបស់ Grand ដែលនៅលើសាកសពរបស់ Demon ហើយក៏បានចាប់ផ្ដើមធ្វើការស៊ើបអង្កេតថាប្រហែលជា Grand ហ្នឹងជាអ្នកសម្លាប់ហើយអ្នកផ្សេងទៀតក៏បាននិយាយខ្សឹបខ្សៀវតគ្នាថាគឺ Grand ហ្នឹងហើយជាអ្នកសម្លាប់ពីព្រោះ Grand អត់ពេញចិត្តជាមួយនឹង Demon នោះទេពីព្រោះ Demon គឺទទួលបានការពេញចិត្តពីមេបញ្ជាការនេះវាគ្រាន់តែជាពាក្យចចាមអារាមតែប៉ុណ្្នឹងឯងចៃអានគឺអត់ជឿលើពាក្យចចាមអារាមតែនឹងទេគាត់បានចាប់ផ្ដើមធ្វើការស៊ើបអង្កេតអំពីរឿងរ៉ាវដែលបានកើតឡើងកាលពីម្សិលមិញថាតើសាច់រឿងពិតវាទៅជាយ៉ាងណាគាត់បានបញ្ជាអ្នកក្រមបង្គាប់ដើម្បីស៊ើបការដំបងឡើយគឺស៊ើបចេញពីអ្នកយាមជាមួយនឹងអ្នកបម្រើដែលបានជួបក្រានកាលពីម្សិលមិញគ្រប់អ្នកអះអាងថាគឺបានឃើញក្រានជាមួយនឹងដេនីចូលទៅក្នុងបន្ទប់ដាក់អាវុធនៅពេលនោះដែរយើងឃើញថាចៃអានបានធ្វើការសាកសួរទៅកាន់ដេនីចៃអានបានសួរទៅកាន់ដេនីថាតើដេនីបានឃើញក្រានដែរឬទេពីព្រោះគ្មានអ្នកណាឃើញក្រានទេក្រៅពីគេនឹងឯងគឺគេបាននៅជាមួយក្រាននៅក្នុងពេលវេលាចុងក្រោយបង្អស់នៃក្រានក៏ប៉ុន្តែនៅពេលនេះដែរគឺឃើញថាដេនីរបស់យើងបានធ្វើការប្រកែកថាគាត់មិនបានជួបក្រាននៅទេហើយគាត់មិនដឹងថាក្រាននៅណានៅទេព្រោះក្រានបានវាយគាត់ពេលនោះចៃអានបានសួរបន្តទៀតថាតើមានរឿងរ៉ាវកើតឡើងផ្សេងទៀតទេពេលនោះគឺដេនីបានឆ្លើយទៅកាន់ចៃអានថាមេវិជាការគឺមិនពេញចិត្តគាត់នោះទេមេវិជាការគឺសំដៅលើក្រានហ្នឹងឯងដែលមិនពេញចិត្តទៅលើ Demon ហ្នឹងឯងហើយឃើញថាចៃអានគឺដូចជាមានការពេញចិត្តជាមួយនឹងចម្លើយរបស់ Danny ពីព្រោះចម្លើយនេះគឺដូចគ្នាជាមួយនឹងសាក្សីដតីទៀតដែរហើយនៅពេលនោះដែរគឺ Danny បានធ្វើដំណើរចេញទៅក្រៅប៉ុន្តែគាត់បានឈោគិតមួយសន្ទុះថាតើចៃអាននឹងគឺជានរណាគាត់ដូចទៅធ្លាប់ជួបនៅត្រង់កន្លែងណាតែដឹងហើយនៅពេលនោះដែរគឺគាត់បានត្រូវបានចៃអាននឹងអញ្ជើញឲ្យទៅជួបគាត់នៅថ្ងៃស្អែកពេលដែលទៅដល់គឺ Danny គឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះចៃអានគឺបានបកគលស្រាបជាមួយនឹងលុយជាច្រើនដើម្បីគាត់ធ្វើដំណើរផ្សងព្រេងលុយនេះពិតជាច្រើនខ្លាំងមែនទែនអាចឲ្យគាត់មានសេរីភាពដើរហើរគ្រប់ទីកន្លែងបានហើយពេលនោះចៃអានបាននិយាយទៅកាន់ Danny ថា Danny គឺជាមនុស្សដែលមានសមត្ថភាពមិនស័ក្តិសមរស់នៅទីនេះនោះទេគេត្រូវតែស្វែងរកកន្លែងណាមួយដែលស័ក្តិសមជាមួយនឹងសមត្ថភាពរបស់គេហើយគាត់បានបន្តទៀតថាឲ្យ Danny ប្រឹងប្រែងវឹកហាត់ហើយគាត់ពិតជាមានការសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលបានជួប Danny ពេលនោះគឺ Danny ដូចជាមានអារម្មណ៍ចម្លែកចិត្តខ្លាំងបន្តិចចំពោះចៃអានគិតថាចុះចៃអានមិនដូចជាចិត្តល្អខ្លាំងណាស់អរគុណហើយលពូចៃអានពិតជាចិត្តល្អខ្លាំងមែនទែនពេលនោះ Danny ជាមួយនឹងចៃអានគឺបានធ្វើការសន្ទនាហើយ Danny បានទាញចិញ្ចៀនមួយនៅពេលដែល Danny បានទាញចិញ្ចៀននោះឡើងយើងឃើញថាចៃអានគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយនឹងចិញ្ចៀនហ្នឹងហើយពួកគេក៏បាននិយាយលេងជាមួយគ្នាថាសង្ឃឹមថា Danny នឹងចងចាំឈ្មោះរបស់គេហើយ Danny ក៏បាននិយាយទៅកាន់ចៃអានថាចៃអាននឹងចងចាំឈ្មោះរបស់គេ Danny ក៏បានធ្វើដំណើរចាក់ចេញពីភូមិគ្រឹះដ៏ធំស្កឹមស្កៃហ្នឹងហ
ហើយនៅពេលនោះដែរយើងឃើញថាចាអិនគឺកំពុងតែពិបាកចិត្តនៅក្នុងការស្វែងរកអំពីអត្ថកម្បាំងនៃការស្លាប់របស់ Demon ហើយគាត់សង្ឃឹមថាថ្ងៃណាមួយគាត់នឹងអាចរកឃើញពីអត្ថកម្បាំងហ្នឹងហើយគាត់បានជួលអ្នកវិទ្យាមន្តដើម្បីឲ្យស្វែងរករឿងរ៉ាវហ្នឹងដែរដោយឡែកយើងត្រឡប់មកកាន់ដែលនេះរបស់យើងគឺគាត់កំពុងតែធ្វើដំណើរគាត់បានជួបជាមួយនឹងសាររបស់គាត់ដែលមានឈ្មោះថាវ៉ាឡានបានមកជួបជាមួយនឹងដេនីហើយគេបានធ្វើការរាក់ទាក់គ្នាពេលនោះដេនីបាននឹកឃើញអំពីរឿងរ៉ាវរបស់ឪពុកគាត់កាលពីមុនបាននិយាយថាសត្វទាំងអស់គឺត្រូវការភាពមមាញឹករបស់ខ្លួនដើម្បីឲ្យគេឡើងជិះបានក៏ប៉ុន្តែវ៉ាឡានដូចជាមិនពេញចិត្តត្រង់ចំណុចនឹងសោះហើយដេនីក៏បានចាប់ផ្ដើមឡើងជិះទៅលើខ្នងរបស់វ៉ាឡានសាកល្បងមើលពេលដែលគេបានឡើងជិះទៅលើខ្នងរបស់វ៉ាឡានគេដឹងថាវ៉ាឡានពិតជាមានភាពមមាញឹកខ្លាំងមែនទែនតែម្ដងវាដូចជាសត្វដែលគេបានជិះកាលពីអតីតជាតិមុនយ៉ាងឯង